សម្រាប់ខ្ញុំដែលនឹងក្រងចូលនិវត្តន៍នៅប្រហែលឆ្នាំខាងមុខនេះនៅពេលដែលបានឮដំណឹងហើយក៏បានឃើញព័ត៌មានមួយចំនួនដែលជាការផ្ដួចផ្ដើមរបស់សម្ដេចតេជោលោកប្រមូលយកនិវត្តជនដាក់ចូលជាមួយនឹងសមាគមអតីតយុទ្ធជនអញ្ចឹងសម្រាប់ខ្ញុំគិតថាគឺល្អមែនតើហើយខ្ញុំមានការសប្បាយរីករាយពេញចិត្តនឹងគ្រប់គ្រងចំពោះគំនិតនេះខ្លាំងមែនតើសួរថាហេតុអីបានជាខ្ញុំសប្បាយខ្ញុំត្រេកអរចាពីព្រោះបង្ហាញឲ្យឃើញថាសម្ដេចលោកជាថ្នាក់ដឹកនាំហើយបើនិយាយទៅសម្រាប់លោកគឺជាបិតាសន្តិភាពនិងអភិវឌ្ឍប្រទេសកម្ពុជាយើងដែលលោកមិនទុកកូនចៅចោលទោះបីជាចូលនិវត្តន៍ហើយក៏ដោយលោកអោបកសោបមកនៅក្រោមឆ័ត្រតែមួយនេះគឺល្អណាស់នៅក្រោមដំបូលសន្តិភាពតែមួយហើយបើយើងគិតថាដូចជាឪពុកម្ដាយទោះបីជាកូនមានប្តីប្រពន្ធមានកូនមានចៅហើយក៏ដោយក៏នៅតែអោបកសោបយកមកគិតគូរចាការគិតគូរបែបនេះគឺជាទឹកចិត្តដ៏ល្អប្រពៃដែលយើងខ្ញុំជាកូនចៅនឹងគឺត្រូវតែអរគុណដឹងគុណមានចេញពីសន្តានចិត្តពិតចាចំពោះទស្សនៈខ្ញុំបាទផ្ទាល់គឺមានក្តីរំភើបរីករាយព្រោះថាពីមុនយើងបានចូលបម្រើការងារជាមួយនឹងសម្ដេចនាយកតាំងពីគ្រាដែលលំបាកតើយើងចូលនិវត្តន៍ហើយសម្ដេចលោកនៅយកចិត្តទុកដាក់និងមន្ត្រីដែលជួយវត្តទាំងអស់ទៀតហើយជាពិសេសលោកជាប្រធានទៀតចូលឲ្យថាយើងខ្ញុំបានដឹងនឹងនេះតែខ្ញុំបាទទស្សនៈផ្ទាល់ខ្លួនគឺមានការរំភើបរីករាយបាទបែរថាលោកនៅជាមេកើជាអ្នកដែលយកចិត្តទុកដាក់និងប្រជាពលរដ្ឋរបស់លោកជាពិសេសមន្ត្រីរាជការដែលបានបម្រើការងារកន្លងមកហើយបានចូលនិវត្តន៍ហ្នឹងហើយបាននៅគៀកសម្ដេចធ្វើឲ្យមានទឹកចិត្តហ្នឹងតែកម្លាំងពលហ្នឹងបម្រើជាតិកសាងជាតិបន្តទៀតជួយរួមចំណែកតាមលទ្ធភាពដែលខ្លួនអាចធ្វើបានប្រមាណតាមប៉ុណ្ណឹងព្រោះអាយុកាន់តែច្រើនហើយមានមលុបសន្តិភាពមានការអភិវឌ្ឍខ្មែររីកមុខមាត់ល្បីណាស់អីលើគុណដែលចូលសែនជួយទ្រង់ត្រៃផ្លូវប្រជារស់នៅបានសុខសប្បាយទាំងខ្ញុំដែរខ្ញុំជឿថាល្អហើយគំនិតនេះល្អមែនទែនហើយខ្ញុំសូមគាំទ្រសូមឲ្យសម្ដេចជាពិសេសសម្ដេចដែលចូលនឹងគាំទ្រអ្នកដែលចូលនិវត្តជននឹងប្រមូលគាត់មកឲ្យនៅក្នុងសមាគមទៅហើយគាត់នឹងមានការងារធ្វើនឹងមានសកម្មភាពអាយុគាត់វែងហើយគាត់មិនឯកោទេហើយធ្វើឲ្យប្រទេសជាតិយើងសប្បាយរីករាយបាទខ្ញុំគិតថាកាលណាគាត់មានសមាគមគាត់មានកន្លែងគឺគាត់ស្រួលលោកបានថាធ្វើការងារអីមានការងារលំបាកងាយស្រួលអីវាមានអ្នកពិគ្រោះយោបល់បាទឥឡូវគាត់ចង់ធ្វើអីឬក៏គាត់ចង់សួរយោបល់អីឬក៏ចង់ធ្វើយ៉ាងម៉េចសុខទុក្ខជាពិសេសឈឺស្កាត់នេះដោយឥឡូវអញ្ចឹងយើងមានបានបសសអញ្ចឹងជួយសម្បើមណាស់បាទបានបសសនេះជួនកាលយើងត្រូវពិគ្រោះយោបល់ឥឡូវយើងធ្វើម៉េចអីយ៉ាងម៉េចយើងអាចទៅសួរប្រធានសមាគមឬក៏សួរអដែងអ្នកកាន់ការងារហ្នឹងមិនចាំបាច់ដល់គាត់ប៉ុន្តែគាត់យើងនៅក្នុងសមាគមហ្នឹងយើងអាចសួរក្រុមការងារបានហើយមិនបើថាក្រុមការងារដោះបានយកការងារហ្នឹងទៅជូនលោកបាទអញ្ចឹងឲ្យសម្ដេចលោកដោះស្រាយហើយខ្ញុំគិតថាសម្ដេចគួរតែអដែងប្រមូលនិវត្តជនមកឲ្យនៅក្នុងសង្គមហ្នឹងមកនៅក្នុងចូលជាសមាគមហ្នឹងហើយខ្ញុំគិតថានិវត្តជនទៅគ្រប់រូបនឹងសប្បាយរីករាយដោយសារថាគាត់មានកម្លាំងចិត្តមនុស្សសំខាន់ជាងគេកម្លាំងចិត្តហ្នឹងសូមគាំទ្រហើយសូមអរគុណសម្ដេចដែលបានចូលឈ្មោះជាប្រធានសមាគមនេះហើយខ្ញុំគាំទ្រហើយខ្ញុំនឹងពំនាំការងារនេះជួបនាំដាំជួបទៅមិត្តភ័ក្តិដែលជួនកាលគ្នាអត់បានដឹងព័ត៌មានឲ្យគាត់ចូលរួមគាំទ្រនៅក្នុងសមាគមនេះហើយមានសម្ដេចដែលជាឪពុកម្ដាយនេះគឺមានភាពកក់ក្ដៅមែនទែនបាទសូមជូនពរសម្ដេចដែរសូមលោកមានអាយុវែងហើយអាយុយឺនសុខភាពល្អ
ខ្ញុំមិននឹកស្មានថាសម្ដេចនឹងបានប្រមូលផ្ដុំបានប៉ុណ្នេះគឺពួកខ្ញុំមានសំណាងជាទីបំផុតហើយដែលបានជួបថ្នាក់ដឹកនាំដូចជាសម្ដេចហើយខ្ញុំបញ្ជូនប៉ុណ្នេះហើយខ្ញុំសង្ឃឹមថាខ្ញុំកក់ក្ដៅជាមួយលោកខ្លាំងណាស់ខ្ញុំនៅក្រោមមលុបដ៏ត្រជាក់ប្រមូលគិតគូរដល់កូនចៅទាំងអស់ដែលលោកមិនដែលបោះបង់សម្បើតែប្រជាពលរដ្ឋគាត់ម្នាក់ណាទាំងអស់គឺគាត់គិតគូរហើយបញ្ជនគាត់ក៏នឿយហត់ច្រើនមកហើយគាត់កសាងប្រទេសជាតិតាំងពីលេខ0ជាពលរដ្ឋនៅប្រទេសយើងទាំងអស់គឺមានសំណាងហើយដែលកើតមកបានលោកជាថ្នាក់ដឹកនាំជាមលុបមួយសម្រាប់យើងរស់កក់ក្ដៅជាមួយលោកខ្លាំងណាស់លោកគិតទាំងអស់មិនដែលបោះបង់ចោលពួកយើងទេចាខ្ញុំអរគុណណាស់ខ្ញុំគ្រាន់តែដឹងដំណឹងឮថាសម្ដេចពុកសម្ដេចតេជោលោកមានប្រសាសន៍ជួយដល់សមាគមចូលនិវត្តន៍អមន្ត្រីចូលនិវត្តន៍នេះខ្ញុំសប្បាយចិត្តខ្ញុំរំភើបខ្ញុំនឹកគុណសម្ដេចខ្ញុំស្រឡាញ់ពេញចិត្តរកអ្វីព្រាបគ្រាហើយខ្ញុំនិយាយអត់ចង់ចាច់ខ្ញុំសប្បាយចិត្តថ្ងៃនេះដែលដឹងថាសម្ដេចបានដឹងដំណឹងថាសម្ដេចលោកបានចាប់អារម្មណ៍ជួយអ្នកចូលនិវត្តន៍ណាចាកូនណាចាដូចរូបខ្នងខ្ញុំជាដើមចឹងខ្ញុំរំភើបខ្លាំងណាស់ខ្ញុំអរខ្លាំងណាស់អញ្ចឹងសូមថ្លែងអំណរគុណដល់សម្ដេចពុកសម្ដេចម៉ែសម្ដេចតេជោសម្ដេចបវរលោកជំទាវទាំងអស់ក្នុងជួររាជរដ្ឋាភិបាលខ្ញុំសូមគាំទ្រអស់ពីទឹកចិត្តជីវិតខ្ញុំខ្សាយបើបំរើអរគុណដល់សម្ដេចទាំងស្រុងទាំងនេះជាចំណាប់អារម្មណ៍ពេញចិត្តរបស់អតីតគ្រូបង្រៀនអតីតមន្ត្រីរាជការមន្ត្រីនគរបាលជាតិចូលនិវត្តន៍ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងការដាក់បញ្ចូលនិវត្តជនកម្ពុជាទូទាំងប្រទេសរួមមានអតីតកងកម្លាំងប្រដាប់អាវុធអតីតមន្ត្រីរាជការស៊ីវិលទាំងអស់មកក្នុងក្របខ័ណ្ឌសមាគមតែមួយដែលមានសម្ដេចតេជោជាប្រធានដឹកនាំដោយផ្ទាល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោបែបនេះគឺពិតជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដោយមិនទុកនិវត្តជនណាម្នាក់ចោលឲ្យនៅឯកោឬជួបការលំបាកឡើយការគិតគូរយកចិត្តទុកដាក់នេះគឺធ្វើឡើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែងខាងស្មារតីនិងសម្ភារៈជាពិសេសលើជីវភាពរស់នៅក្នុងគោលបំណងរក្សាតម្លៃនិងលើកកម្ពស់នូវវីរភាពរបស់អតីតយុទ្ធជននិងនិវត្តជនកម្ពុជាទាំងអស់ដែលមានភក្តីភាពនិងធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាព្រោះថាក្នុងសម័យតស៊ូរំដោះជាតិចេញពីបនប្រល័យពូជសាសន៍ប៉ុលពតមិនថាយោធិនឬមន្ត្រីរាជការស៊ីវិលគ្រូបង្រៀននោះទេគឺសុទ្ធតែបានធ្វើពលិកម្មដៃកាន់កំភ្លើងចូលរួមរំដោះជាតិនិងចូលរួមកសាងជាតិឲ្យមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះផែនការគំនិតដូចដើមនិងផែនការរបស់សម្ដេចនេះខ្ញុំអររកໄວព្រឹកត្រឹមបានទេហើយយើងខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចដែលរាល់គំនិតដូចដើមរបស់លោកតែងតែជាគំនិតដូចដើមដែលជួយឲ្យប្រជាជនចម្រុងចម្រើនជាគំនិតដូចដើមដែលជួយឲ្យប្រជាជនយើងទាំងអស់ដើរតាមការអភិវឌ្ឍរបស់លោកវិញណានិងគំនិតយុទ្ធសាស្ត្ររបស់លោកចារូបខ្ញុំសប្បាយចិត្តណាស់ចាជាមួយនឹងផែនការនិងគំនិតឧស្សាហ៍របស់លោកចាសូមជូនពរឲ្យសម្ដេចនឹងនៃសម្ដេចបវរចាសូមឲ្យលោកមានសុខភាពល្អបច្ចុប្បន្នវែងយឺនយូរហើយសូមជួយការងារសពបែបយ៉ាងដើម្បីប្រទេសជាតិយើងសូមឲ្យបានចប់ជារៀងរហូតតទៅហើយលោកក៏សូមមានបច្ចុប្បន្នវែងបាននៅគ្រប់គ្រងកូនចៅមានមកលុបដល់តាចាចាជំរាបជូនថាភ្លាមក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានដឹកនាំក្រុមការងារចំពោះកិច្ចដែលមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនអង្គភាពដើម្បីប្រមូលធាតុចូលសំខាន់
ក្នុងការរៀបចំធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាដែលលក្ខន្តិកៈថ្មីរបស់សមាគមនឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនាថ្ងៃទី29 ខែកញ្ញាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគម